សួស្តីអ្នកទាំងអស់គ្នាខ្ញុំដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីរបៀបនៃការចាប់សត្វហើយនៅក្នុងការចាប់សត្វហ្នឹងគឺយើងចាប់ដើម្បីup យក skill រត់លឿនឬក៏ skill បន្ថែមមួយចំនួនសត្វហ្នឹងទៅតាម map ដែលខ្ញុំបានបង្ហាញនៅដើមវីដេអូអញ្ចឹងរបៀបនៃការយកគឺមានចំនួន5អញ្ចឹងរបៀបទី1បើករណីយើងឃើញធុងឬក៏ថ្មអញ្ចឹងយើងហក់ឡើងលើហើយវាយកទ្រុបចុះក្រោមមកយើងនឹងឃើញមានសត្វរត់ចេញហើយអញ្ចឹងយើងចុចដេញចាប់សត្វហ្នឹងទៅយើងនឹងទទួលបានរបស់អាប់ហើយខ្ញុំសូមបញ្ជាក់តិចកន្លែងដែលយើងអាចទៅយកបានគឺកន្លែងដែលមានសញ្ញានៅខាងលើដែលខ្ញុំបានបង្ហាញហ្នឹងទើបអាចមានហើយបើករណីអ្នកទាំងអស់គ្នាដើរទៅតាម map ហ្នឹងឃើញមានរូបផ្កាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកព្រួយហើយចុចសញ្ញារូបត្រចៀកដើម្បីបាញ់ដេញសត្វហើយចំពោះផ្កាហ្នឹងវាមានពេលខ្លះវាអាចមានសត្វ1ឬក៏2ឬក៏3ឬក៏4ទៅតាមទីកន្លែងចឹងអ្នកទាំងអស់គ្នាគាត់ទៅបើកភ្នែកចុចកន្លែងសញ្ញាសុខជាតិហ្នឹងមកហើយយកព្រួយបាញ់សត្វហ្នឹងទៅដើម្បីបណ្ដេញចឹងឥឡូវយើងបណ្ដេញបានមួយហើយចុចកន្លែងសុខជាតិហ្នឹងទៀតយើងនឹងឃើញមានពណ៌ស្វាយខ្សែចឹងហើយយើងឃើញសត្វហ្នឹងយើងបាញ់ទៀតទៅពេលបាញ់ហើយយើងចូលទៅបេះទៅបានហើយអត់មានការពុលអីទេបើករណីយើងអត់បាញ់ទេចូលទៅយើងនឹងពុលហើយបើអ្នកទាំងអស់គ្នាដើរទៅតាមសញ្ញាហ្នឹងឃើញមានដុំឃ្មុំឬក៏អាម៉ាល់ដែលវាបានទប់នៅលើថ្មឬក៏ដើមឈើអ្នកទាំងអស់គ្នាយកព្រួយភ្លើងទៅបាញ់ដើម្បីបណ្ដេញសត្វចេញហើយយើងអាចចូលទៅបេះបានហើយមួយទៀតបើអ្នកទាំងអស់គ្នាដើរទៅតាម map ហ្នឹងឃើញមានផ្សិតនៅខាងក្រោមហើយពលឺពណ៌ក្រហមនៅខាងលើអ្នកទាំងអស់គ្នាត្រូវហក់ឲ្យប៉ះពលឺពណ៌ក្រហមហ្នឹងដើម្បីទទួលបានផ្សិតហ្នឹងហើយអ្នកទាំងអស់គ្នាអាចឡើងទៅលើថ្មឬក៏តាមវិធីណាក៏ដោយឲ្យតែហក់ទៅដល់កន្លែងផ្សិតពណ៌ក្រហមហ្នឹងអញ្ចឹងយើងចូលវិធីមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាដើរទៅដល់កន្លែងដែលមានកដោបអញ្ចឹងយើងទៅចុចកន្លែងកដោបនឹងមកកដោបវាហោះចេញយើងរត់ដេញចាប់អញ្ចឹងយើងទទួលបានកដោបហ្នឹងហើយ